ខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាមានសេរីភាពវិញជិតមួយសប្តាហ៍ឡាវរីយ៉ាកំពុងសម្រាកនៅមន្ទីរពេទ្យមើលថែកូនភ្លោះក្នុងផ្ទៃព្រោះមានសញ្ញាត្រៀមសម្រាកមហាជននិយមតាមដានព័ត៌មានរបស់អ្នកលក់អនឡាញល្បីឈ្មោះឡាវរីយ៉ាច្បាស់ជាបានជ្រាបហើយថាអ្នកលក់អនឡាញរូបនេះត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបញ្ជូនទៅកាន់សាលាដំបងខេត្តកណ្ដាលបន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលកាលពីរសៀលថ្ងៃទី15ខែសីហាឆ្នាំ2025កន្លងទៅការបញ្ជូនទៅកាន់តុលាការនេះដែរធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2025អ្នកនាងឡាវរីយ៉ាត្រូវបានកម្លាំងនគរបាលចាប់ខ្លួនក្រោមការសម្របសម្រួលពីតំណាងអាយកាអមសាលាដំបងខេត្តនិងលោកឧត្តមសេនីយ៍ទូឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលក្នុងការឈានដល់ការចាប់ខ្លួននាពេលនោះដែរគឺធ្វើឡើងបន្ទាប់ពីអ្នកលក់លេល្បីឈ្មោះរូបនេះប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ឲ្យប្រព្រឹត្តអូក្រិដ្ឋជាអាតនឹងធ្វើឲ្យខូចទឹកចិត្តកងទ័ពបំបាក់ទឹកចិត្តកងទ័ពដែលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាថៃនិងការប្រើប្រាស់ផលិតផលថៃយ៉ាងណាមិញកាលពីអំឡុងចុងខែកុម្ភៈឆ្នាំ2026កន្លងទៅមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នាបង្ហោះរូបថតអ្នកនាងឆេងស្រីរតហៅឡាវរីយ៉ាក្នុងឈុតសម្លៀកបំពាក់របស់អ្នកទោសដោយបានលើកឡើងរូបនាងត្រូវបានដោះលែងប៉ុន្តែនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026បើតាមការបញ្ជារបស់សមត្ថកិច្ចខេត្តកណ្ដាលគឺអ្នកនាងឡាវរីយ៉ាមិនទាន់ដោះលែងពីពន្ធនាគារនោះឡើយក្នុងនោះដែរប្រភពខាងលើបានបញ្ជាក់ថារូបភាពរបស់នាងដែលស្លៀកពាក់ខោអាវអ្នកទោសនោះគឺមន្ត្រីអនុរិយពន្ធនាគារនាំនាងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដោយមានការអនុញ្ញាតពីតុលាការគណៈអ្នកនាងកំពុងពពោះកូនភ្លោះដល់ឡែកក្រោយដឹងដំណឹងពីការពពោះកូនភ្លោះក្នុងផ្ទៃរបស់អ្នកនាងឡាវរីយ៉ាហើយនោះបានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គម Facebook មានការអាណិតអាសូរនិងបានស្នើសុំដល់ថ្នាក់ដឹកនាំលើកលែងទោសឲ្យអ្នកនាងគណៈគ្រប់គ្នាមិនចង់ឃើញរូបភាពស្ត្រីពពោះនៅក្នុងពន្ធនាគារបែបនេះក្រោយផ្ទុះការចែករំលែកការស្នើសុំបែបនេះហើយនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026លោកហេងគឹមហៀងស្វាមីរបស់អ្នកនាងឡាវរីយ៉ាបានចេញមកបង្ហោះសារអរគុណថ្នាក់ដឹកនាំនិងជូនដំណឹងថាភរិយារបស់លោកមានសេរីភាពវិញហើយជាមួយគ្នានោះដែរកាលពីថ្ងៃទី2ខែមីនាឆ្នាំ2026កន្លងទៅនេះគេបានឃើញរូបភាពជាច្រើនស្លឹករបស់អ្នកនាងឡាវរីយ៉ាដែលកំពុងតែសម្រាកនៅមន្ទីរពេទ្យនិងមានការទៅសួរសុខទុក្ខ
ពីអ្នកស្គាល់ជាបន្តបន្ទាប់ក្នុងនោះដែរតាមរយៈគណនី Facebook ឈ្មោះសាន់ដែលជាមនុស្សស្និទ្ធស្នាលរបស់អ្នកនាងឡាវរីយ៉ាបានបញ្ជាក់ថាអ្នកនាងឡាវរីយ៉ាមិនទាន់សម្រាលកូនភ្លោះនៅឡើយទេពូលគឺអ្នកនាងមានសញ្ញាគម្រាមសម្រាលមុនថ្ងៃដូច្នេះគ្រូពេទ្យបានពិនិត្យនិងកំពុងតាមដានសុខភាពបន្តបាទហើយអត្ថបទព័ត៌មាននៃខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា